ស្ដីនិងជម្រាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់ដែលតាមដានស្ដាប់នៅរបស់ខ្ញុំទាំងអស់គ្នាហើយខ្ញុំបាទមានរឿងពិតមួយចង់មកចែករំលែកកាន់ពុកម៉ែបងប្អូនបានទស្សនាហើយនឹងបានដឹងទាំងអស់គ្នារឿងហ្នឹងផងដែរបើពុកម៉ែបងប្អូនជឿក៏ជឿទៅបើពុកម៉ែបងប្អូនមិនជឿអាហ្នឹងក៏មិនដឹងធ្វើយ៉ាងម៉េចដែរពុកម៉ែបងប្អូនហើយសាររឿងនេះខ្ញុំបាទជួបខ្លួនឯងហើយក៏ធ្លាប់មានអ៊ំចាស់ចាស់ក៏គាត់ធ្លាប់បានជួបរឿងដែលស្តៀងនឹងខ្ញុំបាទផងដែរបងប្អូនហើយដូចបងប្អូនឃើញរូបនៅក្នុងវីដេអូនេះចឹងហើយនៅក្នុងវីដេអូមុនខ្ញុំបាទបានបង្ហោះនៅរូបភាពផ្ទះមួយដែលលោកអ៊ំពីរនាក់ប្តីប្រពន្ធហ្នឹងគាត់បានស្លាប់បងប្អូនហើយក៏ទុកផ្ទះចោលអត់មានមនុស្សរស់នៅទេបងប្អូនហើយនៅក្នុងវីដេអូហ្នឹងក៏មានបងប្អូនឆាតមកសួរហើយនឹងចង់ដឹងរឿងរ៉ាវផ្ទះហ្នឹងហើយរឿងរ៉ាវទាំងអស់ហ្នឹងផងដែរហើយបន្ទាប់ពីខ្ញុំបានបង្ហោះហើយនឹងបានរៀបរាប់អំពីផ្ទះហ្នឹងហើយក៏ខ្ញុំបានជួបរឿងរ៉ាវផ្ទាល់មួយរបស់ខ្លួនឯងបងប្អូនដោយពេលហ្នឹងគឺខ្ញុំបានដេញក្របីដោយសារពេលល្ងាចឡើងធម្មតាយើងអ្នកស្រែអ្នកចំការតែមើលគោមើលក្របីយើងដេញយកមកចងឬក៏យកមកដល់ផ្ទះបងប្អូនស្រាប់តែខ្ញុំបានដេញមកដោយសារពេលហ្នឹងគឺម៉ោងទើបតែ4ជាងបងប្អូន4ល្ងាចជាង7:5ខ្ញុំក៏ដេញមកដាក់នៅផ្ទះរបស់លោកអ៊ំលោកអ៊ំចឹងបងប្អូនលោកអ៊ំលោកអ៊ំហ្នឹងហើយលោកយាយបងប្អូនដោយសារនៅរស់ខ្ញុំហៅគាត់យាយចឹងបងប្អូនក៏ដេញយកមកចងដោយសារឃើញស្មៅបងប្អូនដោយសារតែឃើញស្មៅឃើញអីច្រើនអញ្ចឹងខ្ញុំក៏ដេញក្របីយកមកឲ្យស៊ីនៅក្បែរផ្ទះរបស់គាត់បងប្អូនស្មៅបងប្អូនឃើញស្មៅអញ្ចឹងដោយសារតែអត់មានអ្នកព្យួររស់តាមអីទេបងប្អូនដោយសារតែអត់ទាន់មានលាក់ភ្លៀងអីជោគជាប់អញ្ចឹងដើមអីក៏វាអត់ទាន់កើតដែរអញ្ចឹងខ្ញុំឃើញស្មៅច្រើនអញ្ចឹងខ្ញុំក៏ដេញក្របីយកមកចងឬក៏ឲ្យស៊ីនៅក្បែរផ្ទះរបស់គាត់ស្រាប់តែពេលនោះខ្ញុំបានឮនៅសំឡេងបងប្អូនសំឡេងនៅក្នុងផ្ទះរបស់គាត់តែមិនដឹងថាសំឡេងហ្នឹងគឺជាសំឡេងសត្វកណ្ដុរឬក៏ជាសំឡេងអ្វីទេបងប្អូនឬក៏ជាសំឡេងស្អីបងប្អូនយើងឮសំឡេងដួងក្ដាំងនៅក្នុងផ្ទះហ្នឹងបងប្អូនពីពេលឮសំឡេងអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថាព្រឺខ្លួនផងដែរបងប្អូនបន្ទាប់ពីឮសំឡេងហ្នឹងហើយខ្ញុំក៏ធំក្លិនបងប្អូនធំក្លិនហ្នឹងមិនលក្ខណៈធំក្លិនស្អុយឬក៏ធំក្លិនអ្វីមិនល្អទេបងប្អូនគឺធំក្លិនប្រេងកូឡាប៉ុន្តែខ្ញុំអត់បានរៀបលាបប្រេងកូឡារៀបអីទេបងប្អូនអញ្ចឹងណាធំក្លិនប្រេងកូឡាមករងតែព្រឺខ្លួនមែនតើហើយពេលល្ងាចហ្នឹងបងប្អូនពេលល្ងាចម៉ោង4ជាង7:5បងប្អូនគឺសំឡេងបន្ទាប់ពីឮសំឡេងធំក្លិនប្រេងកូឡាហើយខ្ញុំក៏ព្រឺខ្លួនដោយសារផ្ទះរបស់គាត់ហ្នឹងគឺដែលមានកូនចៅមកបោសសម្អាតមករៀបចំអីទេបងប្អូនផ្ទះគាត់ហ្នឹងគឺទុកចោលបងប្អូនឃើញអាវអញ្ចឹងអាវនេះគឺអាវមិនដឹងថាអាវពីណាបងប្អូនអាវចៅគាត់ឬក៏អាវកូនគាត់ក៏យើងអត់ដឹងដែរបងប្អូនមើលរូបរាងឋានជុំវិញផ្ទះរបស់គាត់បងប្អូនបន្ទាប់ពីធំក្លិនប្រេងកូឡាហើយលូកដួងក្ដាំងនឹងហើយខ្ញុំក៏នឹកឃើញរឿងដល់ចាស់គាត់រៀបរាប់ប្រាប់ខ្ញុំកាលខ្ញុំនៅជាកុមារភាពឬក៏នៅតូចក៏ធ្លាប់និយាយ
việc rồi bạc nhom thang bốn khơi đấy còn là nhom vậy nên cái mẹ làm tập prư luôn này vốn bọt lọp đi pro hay đi dây trap nhom thá tia đài miên mình nu luôn nấy hơi tục chào du hay dương ở bàn đột kiêng rồi các bàn đột lớn rồi các bạc phơn đột bay bùng plư nộp tia năng tế nộp tia năng tế cứ bỏ cọt nào vốn nâng hơi rồi có miên phụ mình nu rồi có phụ số được cay rồi có phụ pri khăm môi xem vì nâng một sạ trai đò một cá rồi có vía màu nâu nó không tiền nâng vốn đây còn là cái mặt dây chênh mắc cái mặt người làm tập prư khu này vốn để xe tiền bảo cột nó chụp tiền bọc chụp đài chẳng này thì giấy ní cứ cái con là cái mặt ban lư sầm lên hay tung lớn như vốn thì pe còn lo mắc nhưng mà đây chụp tia đài lư chẳng này vốn chụp lại chẳng này thì người rộm to tiết hay còn cha có bàn về thà cái đấy miên mình nu luôn nơi miên nu ở đây nới cứ tê đa đi có chuyển điện tia đài nè đã xa nơi không tia nắng có cái ở đâu tia nắng đai bằng màng ồn chuyển điện tia đi có tê đá có tê ở nơi trắng phun này xa dân khan nơi du trắng việc rộp mẹ làm tập prư ba prư ấy phun rồi xa riêng mình đất trắng là phun làm tập prư tay cót đây thứ bảy dương khai cho a đây có thứ bảy dương thay khai thế phun có thời dương nơi ban sọc nơi chúng mùi cót chất cót nó cứ bài cót nó cứ ban đi sọc đây thứ bảy dương thay có thay khai thế thế phun xa dạ là phun phun ô sợ lòng thấy nên phun ao cầm sai vậy phun phun ơi ai vậy phun hay có sống ai raจะสลายฝุ่นใหญ่ออกมาได้คนชาวบ้านบอกทอดเตี้ยได้บางสงการในญาติเนี่ยคนไปก็ได้ที่คนกดจุดลอยที่คนก็ขึ้นมาใหญ่เรียบรอบนึงแต่เราจะปลื้มคนเอ้ยปลื้มแต่ซาที่จะแต่เราก็ต้องบางสุ่มห่อไอ้อาทิตย์ที่เรากดนั่นคือคนจากเรากดนั่งตกเราเลิกเตี้ยใช่ไหมคนไอ้บนต่อปีมีบนเตียนดองนั่นคือคนชาวเรากดนั่นก็อาทิตย์ที่ประกวดนั่งtừ bằng sco จมวยเหยียดมิดหรือก็ซาลหัดบองโอนประกวดไอ้จังtừไอ้บองโอนชื่ออันโอนชื่อเด็กขยมเลยอ่ะโอนบองโอนให้ทลอบจูปเตียเรื่องราวเด็กขยมอันโอนเด็กขยมมาจูคนไอ้โตโอนให้เลยแต่เรื่องกะลานั่งมอปีนาที่โอนได้ซาดอกแต่กดเกือบไม่เป็นกะลาเตงั้นนะผมให้แต่ก็มีมดูนาเตให้ไม่ยังทงคลันเพลงก่อนละให้ไม่ยังทงคลันลือสำเลงดูแดงลือแต่กอดจังผมให้แต่ซาเปกอดหนูรู้กอดจูจัดเรียบเพลงก่อนละได้ผมถูกใจเนี่ยก็จูจัดเรียบเพลงก่อนละจังนั้นนะผมที่สำนอก็ได้ผมในรู้นั่นคือกอดจะรอให้กอดรู้เรียบผมช่วยกอดจังนะได้กอดจังเตย กดอยู่ยอดซาอยู่ยังแต่โอนไอ้โอนลูกเรียงแต่พอกอนโอนคือปุกพอยเอาให้โอนยังมาดูในโอนไอ้ข้างน้อยคือประพุ่มโอนประพุ่มอะพุ่มไอ้ตุกเจ้าโอนเมียนđại tiềnโอนmuốn đã thiệt và quạt nơi không năngต่อปีmiền sau miền ấy chẳng tới khoa đuaก็แหละไอ้เราเลยtớiก็โกนชาวหัวกวนนักดอกเทียดดอกcaoหัวกวนนักโยตดานเราเลยเตี้ยหัวกวนโอนกับอ้อยบะใบแล้วก็ทุเรียไอ้ยังนะโอนคนดานเรานั่งโอนเทียดหัวกวนนะนี่บาคังในไว้โอนนี่คือเจียโรงมวนหัวกวนโอนโรงมวนพอยอ้างโอนโรงมวนนี่ใบบะออกห้างโอนเตี้ยบายหัวกวนโอนเอ้ยตนเนาะส
ណោចប្រកបស្នោះអីបងប្អូនជីវិតទៀងបងប្អូនទីរឿងណានេះគឺកនចែករំលែកបងប្អូនដែលធ្លាប់ជួបដូចខ្ញុំបងប្អូនធ្លាប់ជួបធុំក្លិននៅពេលដែលយើងដើរកាប់ផ្ទះដែលគេទុកចោលឬក៏យើងទៅព្រៃទៅអីធុំក្លិនឬសំឡេងបងប្អូនធ្លាប់ដូចចាស់គាត់និយាយថាវាច្រើនគេចង់សាកចិត្តយើងគេខ្លះគេខ្លាចយើងមកយាយីបៀតបៀនកន្លែងដែលគេស្នាក់នៅអញ្ចឹងបងប្អូនហ្នឹងពពួកមនុស្សពពួកអីចឹងទៅគេខ្លាចអញ្ចឹងបងប្អូនទីមួយទៀតគេការពារខ្លាចយើងទៅកាប់បំផ្លាញកន្លែងគេឬក៏អាសនៈគេដែលគេកំពុងស្នាក់នៅកំពុងអីចឹងទៅបងឃើញផ្ទះទុកចោលបងណាកូនចៅទៅរកស៊ីអីអស់ចឹងទៅណាបងផ្ទះទុកចោលយូរបងប្អូនគាត់ស្លាប់ទៅប្តីស្លាប់បាន2ឆ្នាំប្រពន្ធគាត់ស្លាប់តាមក្រោយហ្នឹងបងប្អូនកូនចៅគាត់ក៏ធ្វើការងារឆ្ងាយចឹងទៅក៏ទុកផ្ទះចោលបងប្អូនមើលទៅពីងបងប្អូនមើលពីងហ្នឹងពីងហ្នឹងមានពងគួរហើយពងដាក់ក្នុងទឹកពីងទៅបងប្អូនហើយបងប្អូនណាធ្លាប់ជួបរឿងរ៉ាវដូចខ្ញុំឯងជួយខមមិននៅខាងក្រោមវីដេអូនឹងម្នាក់មួយបងប្អូនដើម្បីបានដឹងទាំងអស់គ្នាហើយបងប្អូនណាមានសាច់រឿងអីចង់យុរាប់ចង់អាចខមមិននៅខាងក្រោមនឹងម្នាក់មួយមកបងប្អូនណាហ្នឹងបងប្អូនវីដេអូរបស់ខ្ញុំបាទគឺមានប៉ុណ្្នឹងឯងបងប្អូនគ្រាន់តែចែករំលែកអ្វីដែលយើងបានដឹងអញ្ចឹងបងប្អូនជួយបងប្អូនបានដឹងខ្លះបងប្អូនហើយក៏សូមអរគុណទៅកាន់បងប្អូនទាំងអស់គ្នាដែលពេលវេលាហើយតាមដានស្ដាប់នៅវីដេអូរបស់ខ្ញុំបាទគុណសម្រាប់ការតាមដាននិងទស្សនារបស់ពុកម៉ែបងប្អូនទាំងអស់គ្នាបើបងប្អូនគិតថាវីដេអូរបស់ខ្ញុំបាទអូដែលជួយចុចជាវឬ Subscribe នៅ Channel របស់ខ្ញុំម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីបន្តទៀតខ្ញុំបាទនឹងកែលម្អធ្វើឲ្យបានស្អាតជាងនេះបន្តទៀតបងប្អូន